តោះនេះយើងមកមើលរបៀបចាក់ទឹកថ្នាំបាទចូលម៉ាស៊ីនប្រភេទកណ្ដុងដែលតទឹកថ្នាំមកក្រៅមានកណ្ដុង MG កណ្ដុង TS កណ្ដុង TR កណ្ដុង IX កណ្ដុង IP បាទនេះរួមម៉ាស៊ីនដែលតទឹកថ្នាំមកក្រៅចេះអញ្ចឹងដើម្បីយើងចាក់ទឹកថ្នាំឲ្យត្រូវរបស់គេបាទទី1បងប្អូនត្រូវយើងគៀបនេះមកបាទការពេលយើងចាក់ទឹកថ្នាំវាច្រើនឡើងចាល់យើងគៀបតែប៉ុណ្ណឹងទៅបានហើយទី1ទៀតយើងបើកឆ្នុកទឹកថ្នាំនេះបើកកម្រិតទឹកថ្នាំនេះបាទហើយយើងបិទឆ្នុកនេះយើងបើថាបិទមួយបើកមួយតែកាលណាយើងបើកយើងដកឆ្នុកវាចេញទាំងពីរកំប៉ុងទឹកថ្នាំមាន2មានឆ្នុក2បែរថាខាងនេះគឺខាងហើយវាខាងដង្ហើមវាអញ្ចឹងតែកាលណាខាងក្រោយនេះវាមានច្រើនដែរវាឡើងដល់លើនេះវាធ្វើឲ្យអាកំប៉ុងហ្នឹងវា niveau វាខ្ពស់ជាងអា head នៅក្នុងនេះអញ្ចឹងវាធ្វើឲ្យយើងចាក់ទឹកថ្នាំទៅវាច្រាលចូលនៅក្នុង head ពេលដែលយើង print មកវាប្រឡាក់ទឹកថ្នាំឬវាឆាប់ធ្វើទុក head ទឹកថ្នាំវាជោកនៅលើ head អញ្ចឹងធ្វើទុក head ខ្លាំងបាទអញ្ចឹងយើងបិទមួយបើកមួយបែរថាយើងបើកអាហ្នឹងចុះបើកយើងចាក់ពណ៌ហ្នឹងចុះហើយការចាក់មិនបាច់ឲ្យពេញពេញពេកទេនឹងចាក់ធំហ្នឹងឲ្យបានហើយយើងបើកឆ្នុកនេះមួយហើយយើងចាក់ទៅតាមនឹងដែរពេលយើងចាក់បានទៅតាមអ្វីដែលយើងចង់បានហើយគឺយើងបិទអានេះវិញមិនមែនយើងដកទាំងពីរហ្នឹងទៀតទេគឺយើងបិទមួយបើកមួយយើងបើកអានេះវិញអញ្ចឹងយើងធ្វើគ្រប់អញ្ចឹងទាំងអស់ការពារទឹកថ្នាំវាទៅខាងក្រោយ